TVET 2025មនុស្សច្រើនបងប្អូននៅកោះពេជ្រនេះយើងទៅមើលការតាំងបង្ហាញក៏ដូចជាការតាំងពិព័រណ៍ទាក់ទងនឹងមុខរបរនិងការងារដែលរៀបចំដោយក្រសួងការងារនិងបណ្ដាវិជ្ជាជីវៈហើយកម្មវិធីបណ្ដាហ្នឹងគឺមានជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រឬគ្រួសារងាយរងហានិភ័យជាទូទៅយើងក៏អាចចូលទៅមើលការបង្ហាញបានដូចគ្នាហើយបើសិនជាបងប្អូនចង់ចេះចង់ដឹងចង់រៀនអំពីជំនាញក៏ដូចជាវិជ្ជាជីវៈដែលបងប្អូនចង់បានឬបងប្អូនចង់មានអាជីពចង់មានជំនាញមួយដែលច្បាស់លាស់នេះពីមុនបើសិនជាយើងកាន់លុយរាប់រយរាប់ពាន់ដើរទៅរៀនក៏មិនប្រកាសថាបងប្អូនមានកន្លែងរៀនដែរតែថ្មីនេះខាងក្រសួងការងារខាងរដ្ឋាភិបាលរបស់យើងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយក៏បានរៀបចំឲ្យមានទៅតាមសាលាមួយចំនួនដែលស្ទើរតែទូទាំងប្រទេសហើយដែលកម្មវិធីហ្នឹងមានគ្រប់ស្ទើរគ្រប់សាលាបងប្អូនអាចឆែកមើលបាននៅក្នុងកម្មវិធី TVET 1.5 លានឆែកតាម Facebook ឆែកតាម YouTube ឬក៏បងប្អូនចូលទៅកាន់ App Play Store ក៏បានបងប្អូនវាយ TVET ទៅ1.5 លានTVET 1.5M ឃើញអញ្ចឹងបងប្អូនអាចស្រាវជ្រាវដឹងហើយនៅនេះគេមានជំនាញច្រើនបងប្អូនការដាក់តាំងបង្ហាញនេះមានទាក់ទងនឹងវិស័យកសិកម្មការតបណ្ដាញអគ្គិសនីជាប្រភេទបច្ចេកវិទ្យារ៉ូបូតអេឡិចត្រូនិកការងារគ្រឿងសំណង់កបោក្រូ graphic computer design ជាពិសេសជំនាញដែលបងប្អូនកំពុងពេញនិយមខ្លាំងនោះគឺការផលិតនំនិងភេសជ្ជៈអញ្ចឹងគ្រប់ជំនាញមានច្រើនបងប្អូនជំនាញមានច្រើនមែនទែនអញ្ចឹងបងប្អូនអាចសិក្សាមើលថាបើសិនជាបងប្អូនចូលចិត្តចង់បានជំនាញមួយណាច្បាស់លាស់បងប្អូនអាចទៅដាក់ពាក្យទៅតាមក្រសួងយើងហ្នឹងតាមសាលារៀនមួយចំនួនដូចជាខ្ញុំរាប់ប្រទេសនៅក្នុងទីក្រុងភ្នំពេញមានដូចជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស NPI នៅសាលាកូរ៉េហើយសាលានៅសាលាកុស្មៈបងប្អូនហើយនឹងនៅសាលាមួយចំនួនទៀតដែលខ្ញុំមិនចាំឈ្មោះអស់ទេហើយនៅតាមបណ្ដាខេត្តក៏យើងមានដែរណាចឹងបងប្អូនអាចរៀនបានបងប្អូនដែលមានពេលទំនេរយើងមានវគ្គថ្ងៃសៅរ៍អាទិត្យមានវគ្គថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលល្ងាចអញ្ចឹងបងប្អូនណាហើយនិយាយទៅបងប្អូនអាចទៅរៀនបានខ្ញុំបញ្ជាក់សាលាម្ដងទៀតមានដូចជាសាលាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPI ហ្នឹងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ PPI វិទ្យាស្ថានបដិជ្ជសាស្ត្រ NIB វិទ្យាស្ថានសហគ្រិនភាពនិងនវានុវត្តន៍ NIEI វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ITI និងវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាថៃ STSDI វិទ្យាស្ថានបច្ចេកទេស HIVC JVCTI វិទ្យាស្ថានបច្ចេកទេសភូមិភាគដីចូលសែនសៀមរាបមាននៅខាងខេត្តបងប្អូនខេត្តមាននៅតាមខេត្តច្រើនដូចជាស្វាយរៀងបាត់ដំបងខេត្តព្រះសីហនុមន្ទីរមានជ័យកោះកុងពោធិ៍សាត់កពតតាកែវខេត្តកណ្ដាលខេត្តកំពង់ស្ពឺខេត្តកំពង់ចាមខេត្តកំពង់ឆ្នាំងខេត្តព្រៃវែងខេត្តកំពង់ធំខេត្តកញ្ចេះខេត្តព្រះវិហារខេត្តកែបខេត្តត្បូងឃ្មុំខេត្តឧត្តរមានជ័យខេត្តបៃលិនខេត្តស្ទឹងត្រែងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីអញ្ចឹងបងប្អូននៅភ្នំពេញក៏យើងមានកន្លែងរៀននឹងច្រើនហើយនៅតាមខេត្តដែលដូចខ្ញុំបានជម្រាបជូនខាងលើហ្នឹងគឺមានប្រហែលខេត្តស្ទើរតែគ្រប់ខេត្តទាំងហើយជំនាញមានច្រើនដូចខ្ញុំបញ្ជាក់ខាងលើជំនាញបងប្អូនអាចឆែកបានហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនចង់ដឹងនេះគឺជាការតាំងបង្ហាញបងប្អូនអ្នកខ្លះគាត់ជាអតីតសិស្សដែលគាត់ចេញពីសាលាហ្នឹងសាលាទាំងអស់ដែលខ្ញុំបង្ហាញខាងលើហ្នឹងគឺអ្នកអញ្ចឹងគាត់មកគាត់ជាជីវកម្មហើយអ្នកខ្លះទៀតក៏គាត់កំពុងតែចាប់ដើមចូលរៀនទេដូចខ្ញុំបញ្ជាក់ម្ដងទៀតតើនឹងការរៀនហ្នឹងគឺមានវគ្គថ្ងៃសៅរ៍អាទិត្យថ្ងៃច័ន្ទថ្ងៃសុក្រអញ្ចឹងណាបងប្អូនហើយបើសិនជាវគ្គថ្ងៃសៅរ៍អាទិត្យយើងអាចរៀនក្នុងរយៈពេលតែ3ខែទេជំនាញវិជ្ជាជីវៈដែលយើងចង់បានមួយជាក់លាក់ហ្នឹងតែបើសិនជាថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងយើងរៀនវាអត់ពេញម៉ោងទេអញ្ចឹងអាចថា8ខែបញ្ចប់អញ្ចឹងតែគាត់ថាយើងរៀនទៅពេលល្ងាចអញ្ចឹងទៅហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនជំនាញមួយដែលច្បាស់លាស់ឆុងកាហ្វេអញ្ចឹងដុតនំឬក៏ផលិតនំប៉័ងនំអីអញ្ចឹងបងប្អូនទៅទៅសម្បាងកាយសាឡនបងប្អូនទៅនឹងវិស័យផ្សេងទៅអេឡិចត្រូនិកឬអគ្គិសនីតបណ្ដាញ graphic computer ចឹងបងប្អូនអាចទៅរៀនបានកាត់វ៉ែនតាធ្វើអីអញ្ចឹងបងប្អូនណាហើយ design ផ្សេងអញ្ចឹងមានច្រើនបងប្អូនមានច្រើនខ្ញុំមិនអាចរៀបរាប់អស់ទេ
ហើយនេះគឺជាវីដេអូសកម្មភាពខ្លះៗដែលខ្ញុំបានថតក្នុងកំឡុងពេលការបង្ហាញដាក់តាំងពិព័រណ៍ផលិតផលក៏ដូចជាបច្ចេកទេសទាំងអស់ហ្នឹងនៅវិជ្ជាមណ្ឌលកោះពេជ្របងប្អូនណាហើយនេះយើងឃើញសិតតែភាគច្រើនគឺបងប្អូនសិស្សនិស្សិតវ័យជំទង់ដែលគាត់កំពុងតែសិក្សាឬក៏សិក្សាបញ្ចប់ហើយឬក៏ត្រៀមនឹងសិក្សាសិទ្ធិគាត់រៀនបានទាំងអស់និយាយទៅបងប្អូនយើងទាំងអស់ទាំងចាស់ទាំងក្មេងយើងអាចចុះឈ្មោះចូលរៀនបានយើងអាចទៅទំនាក់ទំនងតាមសាលារៀនដែលយើងចង់រៀនទៅហើយបងប្អូនមើលសកម្មភាពទាំងអស់គ្នាដូចទៅព្រោះខ្ញុំអត់បានរៀបរាប់អស់ទេនេះគឺសកម្មភាពដាក់តាមបង្ហាញផលិតផលដែលកែច្នៃដោយគុណខ្មែរណាមានច្រើនបងប្អូនមានច្រើនមែនទែនបើសិនជាបងប្អូនចង់បានជំនាញជាក់លាក់ច្បាស់លាស់គឺយើងរៀនហើយចេញមកដឹងតែយើងចេះរកស៊ីតែម្ដងបើករកស៊ីបានតែម្ដងឧទាហរណ៍ថាចុងកាហ្វេអញ្ចឹងទៅដល់គេនឹងបរៀនបងប្អូនឲ្យដឹងថាតើឆុងកាហ្វេហ្នឹងកម្រិតកាហ្វេដូចថាអាយឡាតេឬក៏កាហ្វេដោះគោទឹកកកអញ្ចឹងតើគេត្រូវការប្រើស្ករប៉ុន្មានតើប្រើទឹកដោះគោប្រមាណត្រូវដាក់ក្រិតប្រមាណលេខអញ្ចឹងទៅហើយគេបរៀនតាំងពីរបៀបថាទៅទិញនៅណាហើយថាប្រើម៉ាស៊ីនអីបងប្អូនអាចរៀនតាមនឹងទៅគឺចេះទាំងអស់ហើយបើសិនជាបងប្អូនចង់បែកទៀតបងប្អូនកែច្នៃប្រើម៉ាស៊ីនល្អទៀតកាន់តែល្អនេះគឺជាចំណេះដឹងមួយដែលគ្មានសាលាណាគេបរៀនទេពីដើមមកណាយើងពិបាករកកន្លែងរៀនមែនទែនហើយដូចវគ្គកែច្នៃផ្លែឈើអញ្ចឹងហ្នឹងក៏ល្អដែរអញ្ចឹងបងប្អូនអាចកែច្នៃបានគ្រប់កន្លែងផ្លែឈើរបស់យើងនៅក្នុងស្រុកយើងមិនចាំនាំចូលទៀតទេអញ្ចឹងពីថ្ងៃនេះទៅយើងអាចបណ្ដុះបណ្ដាលឬក៏ជំរៀនជំនាញមួយជាក់លាក់ច្បាស់លាស់តកូនតចៅហើយយើងអាចយកមកបើកជាអាជីវកម្មរកស៊ីបានតែម្ដងសូម្បីតែការធ្វើម្ហូបខ្មែរក៏មានច្រើនមុខដែរបងប្អូនណាយើងធ្វើម្ហូបយើងចង់លក់បាយលក់អីអញ្ចឹងយើងធ្វើជាម្ហូបធ្វើឲ្យជាលក់អញ្ចឹងទៅនៅពេលដែលយើងរៀនដឹងតែចេះហើយបងប្អូនចេញមកដឹងតែចេះតែម្ដងបើទៅគឺយើងអាចប្រកបអាជីវកម្មបានហើយកម្រិតស្តង់ដារគុណភាពដែលគាត់បរៀនហ្នឹងគឺយើងទទួលយកបានសុទ្ធតែរសជាតិគឺឆ្ងាញ់តែម្ដងខ្ញុំធ្លាប់តែខ្ញុំធ្លាប់លក់ហើយអញ្ចឹងណាសូម្បីតែនំប៉័ងសូម្បីតែភេសជ្ជៈកាហ្វេអីផ្សេងៗហ្នឹងយើងធ្លាប់តែហើយការកែច្នៃផ្សេងៗហ្នឹងគឺខ្ញុំធ្លាប់លក់ដែរអញ្ចឹងគឺស្តង់ដារគឺយើងទទួលយកបានគឺមិនចាញ់ការនាំចូលពីដើមមកយើងនាំចូលស្រុកគេឥឡូវយើងពុតដៃគ្នាធ្វើក្នុងស្រុកយើងវិញព្រោះក្នុងស្រុកយើងសម្បូរវត្ថុធាតុដើមមែនទែនយើងមិនបាច់ចាំនាំចូលពីគេទៀតទេអញ្ចឹងបើសិនជាបងប្អូនចង់រៀនទាក់ទងនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់បងប្អូនទាក់ទងទៅសាលាបណ្ដុះបណ្ដាលដែលខ្ញុំរៀបរាប់ខាងលើឬក៏បងប្អូនឆែកទៅក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយមួយទៀតបងប្អូនអាចឆែកវេរោពាក្យ TVET 1.5 សែនណាបងប្អូនណាអញ្ចឹងយើងនឹងឃើញហើយឬក៏ថា1.5 សែនបងប្អូនចូលសួរតាមសាលាទៅយើងចង់រៀនវគ្គ1.5 សែនអញ្ចឹងគេដឹងហើយណាអូខេអរគុណច្រើនខ្ញុំសូមនិយាយខ្លីៗប៉ុណ្ណេះហើយសកម្មភាពវីដេអូទាំងអស់បងប្អូនអាចទស្សនាពីដើមដល់ចប់នេះគឺជាសកម្មភាពទាំងស្រុងដែលខ្ញុំបានផ្ដិតយករូបភាពពីក្នុងមជ្ឈមណ្ឌលកោះពេជ្រដែលរៀបចំដោយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ដូចជាមានក្រសួងទេសចរក្រសួងបរិស្ថាននិយាយទៅក្រសួងយើងនៅហ្នឹងក៏មានច្រើនដែរទៅក្រសួងពាណិជ្ជកម្មក្រសួងសាស្ត្រកម្មសិប្បកម្មអញ្ចឹងណាបងប្អូនណាអញ្ចឹងបងប្អូនអាចសិក្សាទៅគឺយើងមានចំណេះមួយច្បាស់លាស់ជប់សូមបញ្ជាក់បន្តិចអត្ថប្រយោជន៍ទទួលបានគឺសិក្សាដោយមិនបង់ថ្លៃផ្ដល់ប្រឹក្សាយោបល់អំពីការជ្រើសរើសជំនាញនិងព័ត៌មានអំពីទីផ្សារការងារកន្លែងចុះកម្មសិក្សាមាននៅតាមសហគ្រាសគ្រឹះស្ថានក្រុមហ៊ុនឬឯកជនអញ្ចឹងយើងនៅពេលដែលយើងសិក្សាយើងបានអនុវត្តផ្ទាល់ហើយយើងបានចុះទៅតាមគ្រឹះស្ថានឬក៏ខាងកន្លែងដែលគេមានការងារប្រចាំស្រាប់ឲ្យយើងធ្វើណាតាមក្រុមហ៊ុនតាមអីអញ្ចឹងណាយើងទៅមើលផ្ទាល់បានអញ្ចឹងយើងកាន់តែចេះកាន់តែដឹងច្រើនទទួលបានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយនិងឱកាសបន្តការសិក្សាទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការទទួលបានឱកាសការងារសមរម្យនិងប្រាក់ចំណូលទៀងទាត់និងចុងក្រោយទទួលបានប្រាក់ឧបត្ថម្ភផងដែរក្នុងលក្ខខណ្ឌដូចខាងក្រោមយុវជនដែលមានបានសមត្ថភាពឬបានក្រីក្រយុវជនដែលមានបានសម្គាល់គ្រួសារងាយរងហានិភ័យអញ្ចឹងបងប្អូនដែលមានលក្ខខណ្ឌទាំងពីរហ្នឹងគឺយើងអាចទទួលបានប្រាក់ឧបត្ថម្ភទៀតផងមិនត្រឹមតែមិនបង់ការសិក្សាទេហើយក៏បងប្អូនអាចទទួលបានការឧបត្ថម្ភប្រចាំខែផងដែរណាបន្ទាប់ពីមើលវីដេអូនេះហើយសង្ឃឹមថាបងប្អូនទទួលបានព័ត៌មានខ្លះហើយបងប្អូននឹងទៅចុះឈ្មោះចូលរៀននឹងទទួលបានជំនាញមួយវិជ្ជាជីវៈមួយច្បាស់លាស់សម្រាប់បន្តអាជីពគ្រួសារក៏ដូចជាខ្លួនឯងផ្ទាល់អរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយក៏សូមអធិស្ឋានចំពោះការខ្វះខាតក្នុងការផ្ដល់ជាព័ត៌មានឬខ្វះចន្លោះត្រង់ណាមួយពាក្យពេចន៍មិនសមរម្យត្រង់ណាមួយឬក៏មិនច្បាស់លាស់ត្រង់ណាមួយសូមអធិស្ឋានផងអរគុណច្រើនសម្រាប់ការតាមដានបាយបាយ